ជនចំពោះបេក្ខជនបាក់10ឆ្នាំ2026ទាំងអស់គ្នាទីពីបងស្រីម្នាក់ដែលមិនទទួលបានតែ A បានធ្វើតែ BBA អញ្ចឹងចូលរៀនពីភាពបរាជ័យរបស់ខ្ញុំហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមិនជួបប្រទះភាពបរាជ័យមួយនោះទេអញ្ចឹងសង្ខេបតែខ្លីចំពោះមុខវិជ្ជាដែលខ្ញុំមិនទទួលបានតែ A នេះគឺសិតតែជាមុខវិជ្ជាដែលគិតថាខ្លួនឯងចេះនៅពេលដែលគិតថាខ្លួនឯងចេះខ្ញុំអត់បានទៅខិតខំស្រាវជ្រាវបន្ថែមអត់បានហាត់សរសេរអត់បានទៅទិញមេរៀនអត់បានមើលមេរៀនបន្ថែមអញ្ចឹងដល់ពេលថ្ងៃប្រឡងខ្ញុំមិនដឹងថាខ្ញុំសរសេរបែបណាគួរសរសេរបែបណាទៅធ្វើឲ្យចម្លើយរបស់ខ្ញុំត្រឹមត្រូវពីមួយជំហានទៅមួយជំហានមានភាពទាក់ទាញឬក៏មានភាពល្អប្រសើរទេហើយរឹតតែអត់ដឹងថាគួរដាក់ឧទាហរណ៍បែបណាដើម្បីឲ្យវាឆ្លើយតបទៅនឹងប្រធានបទឲ្យវាត្រឹមត្រូវឲ្យវាមានខ្លឹមសារទេអត់ដឹងតែម្ដងតែពេលចំពោះមុខវិជ្ជាដែលទទួលបានតែនេះសុទ្ធតែជាមុខវិជ្ជាដែលខ្ញុំគិតថាខ្លួនឯងចេះនៅពេលដែលគិតថាខ្លួនឯងអត់ចេះខ្ញុំបែរជាខិតខំទៅស្រាវជ្រាវហាត់សមសរសេរបន្ថែមទៀតអញ្ចឹងដល់ពេលថ្ងៃប្រឡងគឺខ្ញុំអាចធ្វើបានជាលទ្ធផលគឺទទួលបានតែតាមមុខវិជ្ជាមួយនឹងអញ្ចឹងមករក story មួយនេះសូមអ្នកទាំងអស់គ្នាបញ្ឈប់នៅសេចក្តីអំណួតមួយដែលគិតថាខ្លួនឯងចេះហើយអត់បានទៅស្រាវជ្រាវបន្ថែមអញ្ចឹងសេចក្តីអំណួតមួយនឹងនឹងអាចបំបាក់អ្នកទាំងអស់គ្នាបានតែចាំថាការប្រឡងមានតែ2ថ្ងៃទេ2ថ្ងៃហ្នឹងអាចធ្វើឲ្យអ្នកទាំងអស់គ្នាសើចសប្បាយរំភើបនឹងលទ្ធផលរបស់វាពេញមួយជីវិតឬក៏មានវិបដិសារីក៏ថាបានដែរអញ្ចឹងសូមកុំជួបប្រទះនៅភាពបរាជ័យដូចខ្ញុំឯសោះអរគុណ